គន្លឹះ4យ៉ាងដើម្បីសរសេរ prompt ឲ្យកាន់តែមានប្រសិទ្ធភាពតើអ្នកធ្លាប់សួរ AI ហើយទទួលបានចម្លើយមិនដូចអ្វីដែលអ្នកចង់បានទេបញ្ហាអាចមិនមែនមកពី AI ទេមកពី prompt របស់អ្នកថ្ងៃនេះមជ្ឈមណ្ឌលកម្ពុជា 4.0 នឹងបង្ហាញអំពីគន្លឹះ4យ៉ាងដើម្បីសរសេរ prompt ឲ្យកាន់តែមានប្រសិទ្ធភាពទី1គឺ task គោលបំណងឬគោលដៅប្រាប់ AI ឲ្យច្បាស់ថាអ្នកចង់ឲ្យវាធ្វើអ្វីឧទាហរណ៍សូមសរសេរ caption Facebook ឬសូមសង្ខេបអត្ថបទនេះទី2គឺ context ឬបរិបទផ្ដល់ព័ត៌មានបន្ថែមដល់ AI ឧទាហរណ៍ខ្ញុំជាគ្រូបង្រៀនឬវគ្គបណ្ដុះបណ្ដាលនេះសម្រាប់យុវជន context កាន់តែច្បាស់លទ្ធផលកាន់តែល្អទី3គឺ example ឬឧទាហរណ៍បង្ហាញគំរូដែលអ្នកចង់បានទី4គឺ format ឬទម្រង់ប្រាប់ AI ថាត្រូវឆ្លើយបែបណាឧទាហរណ៍ឆ្លើយជា bullet points ឬមិនលើស100ពាក្យគន្លឹះងាយ task ចង់ឲ្យ AI ធ្វើអ្វី context ផ្ដល់បរិបទ example បង្ហាញគំរូ format កំណត់ទម្រង់ចម្លើយធ្វើបែបនេះរាល់ពេលសរសេរ prompt អ្នកនឹងទទួលបានចម្លើយកាន់តែត្រឹមត្រូវនិងមានប្រសិទ្ធភាពជាងមុន